សួស្តីអ្នកទាំងអស់គ្នាយើងចាប់ផ្ដើមសិក្សានៅព្រះធម៌ជាបន្តទៀតព្រះសម្មាសម្ពុទ្ធបានសម្ដែងថាមេត្តាបេតោបត្ថានੰពុទ្ធតេរសសង្កហោអនាគលាចកម្មន្តាអេតមង្គលមុត្តមង្គប្រែថាកិរិយាបម្រើនៅមេដាមួយកិរិយាបម្រើនៅបិតាមួយសេចក្តីសង្គ្រោះដល់បុត្រនិងភរិយាមួយការងារទាំងឡាយដែលមិនច្របូកច្របល់មួយទាំង4នេះជាមង្គលដ៏ឧត្តមទី1មេត្តាបេតោបត្ថានੰកិរិយាបម្រើឬទំនុកបម្រុងមេដានិងបិតាកូនប្រុសស្រីមានការទឹកបកិច្ចត្រូវចិញ្ចឹមមេដាបិតាធ្វើការងារជំនួសគាត់រក្សាវង្សត្រកូលឲ្យគង់វង្សនិងខ្ពង់ខ្ពស់ធ្វើខ្លួនឲ្យសមរម្យជាអ្នកទទួលមរតកពីគាត់ព្រោះថាកូនដែលដឹងគុណមេដាបិតាហើយប្រព្រឹត្តប្រតិបត្តិគោរពមេដាបិតាដូចជាពោលមកនេះរមែងបានហានិសង្ឃនៃការបម្រើមេដាបិតាគឺជាផលប្រយោជន៍និងសេចក្តីអំណរដែលកើតចេញពីការគោរពស្រឡាញ់និងថែរក្សាមេដាបិតានៅក្នុងព្រះពុទ្ធសាសនាការបម្រើមេដាបិតាត្រូវបានចាត់ទុកថាជាការធ្វើបុណ្យដ៏ខ្ពង់ខ្ពស់ដែលអាចកើតមាននៅសេចក្តីចម្រើនដូចជាទី1ជីវិតវែងនិងសុខភាពល្អអ្នកដែលគោរពមេដាបិតាមានឱកាសរស់នៅយឺនយូរនិងមានសុខភាពល្អទី2ទទួលបានការស្រឡាញ់ពីអ្នកដទៃការបង្ហាញចិត្តស្រឡាញ់ចំពោះមេដាបិតាក៏នាំឲ្យអ្នកដទៃស្រឡាញ់និងគោរពអ្នកផងដែរទី3ទទួលបានសេចក្តីជោគជ័យក្នុងឆាកជីវិតជាច្រើនអ្នកគេជឿថាការបម្រើនៅមេដាបិតាជាគន្លងនាំទៅកាន់សេចក្តីជោគជ័យក្នុងឆាកជីវិតទី4កើតជាអ្នកមានបុណ្យនាពេលក្រោយចំនួនក្រោយនឹងទទួលបានកូនល្អនិងជីវិតល្អប្រៀបដូចជាយើងធ្លាប់ចិញ្ចឹមមេដាបិតាកូនយើងជាដំណរខាងក្រោយក៏ចិញ្ចឹមយើងមកវិញដែរទី5សងបំណុលចាស់ការចិញ្ចឹមនៅមេដាបិតានេះប្រៀបដូចជាយើងកំពុងសងនៅបំណុលដែលគាត់បានបង្កើតយើងហើយចិញ្ចឹមយើងដល់ធំពេញវ័យដូច្នេះកិរិយាបម្រើទំនុកបម្រុងមេដាបិតាជាមង្គលដ៏ឧត្តមទី2បត្តតេរសសង្កហោកិរិយាសង្គ្រោះបុត្រនិងភរិយាមេដាបិតាដែលបានបំពេញការទើបកិច្ច5ប្រការចំពោះកូនគឺហាមឃាត់កូនកុំឲ្យប្រព្រឹត្តអំពើអាក្រក់មួយណែនាំកូនឲ្យធ្វើតែអំពើល្អទាំងការគិតទាំងសកម្មភាពនិងពាក្យសម្ដីជាអំពើមានតែប្រយោជន៍មិននាំផលក្តៅក្រហាយមួយទំនុកបម្រុងកូនឲ្យបានរៀនសូត្រឲ្យមានចំណេះដឹងមានសមត្ថភាពអាចរស់នៅដោយថ្លៃថ្នូរមួយទុកដាក់កូនឲ្យមានគូស្រករត្រឹមត្រូវមួយនិងចែកទ្រព្យសម្បត្តិឲ្យកូនបានសំរុំមួយឈ្មោះថាជាមេដាបិតាសង្គ្រោះបុត្រយ៉ាងល្អឯស្វាមីដែលបានបំពេញការទើបកិច្ច5ប្រការចំពោះភរិយានោះគឺនិយាយពាក្យផ្អែមល្ហែមនឹងភរិយាមួយមិនមើលងាយភរិយាមួយមិនក្បត់ភរិយាមួយផ្គត់ផ្គង់ភរិយាមួយនិងផ្ដល់សិទ្ធិក្នុងផ្ទះឲ្យភរិយាមួយឈ្មោះថាស្វាមីសង្គ្រោះភរិយាបុរសដែលបានធ្វើកិច្ចនេះដោយពេញលេញនិងទៀងទាត់ឈ្មោះថាជាអ្នកបានកសាងគ្រឹះក្នុងសុភមង្គលទាំងក្នុងគ្រួសារនិងសម្រាប់សង្គមជាតិដូច្នេះកិរិយាព្យាយាមប្រព្រឹត្តឲ្យបានល្អក្នុងការសង្គ្រោះបុត្រនិងភរិយាជាមង្គលដ៏ឧត្តមចុងក្រោយគឺអនាគលាចកម្មន្តាការងារទាំងឡាយដែលមិនច្របូកច្របល់នេះបានដោយការចេះបែងចែកប្រភេទការងារឲ្យដាច់ដោយឡែកពីគ្នានិងបំពេញស្រេចរួចរាល់ការងារមិនទុកចោលកណ្ដាលទីអ្នកដែលធ្វើការមិនច្របូកច្របល់គឺជាអ្នកដែលមានសេចក្តីព្យាយាមម៉ឺងម៉ាត់ដែលអាចឲ្យសម្រេចបានរាល់ការងារបានយ៉ាងល្អធ្វើបានយ៉ាងនេះពិតជានាំមកនូវសេចក្តីចម្រើនជាលំដាប់ដូច្នេះការងារទាំងឡាយដែលមិនច្របូកច្របល់ជាមង្គលដ៏ឧត្តម
សូមអរគុណអ្នកទាំងអស់គ្នាដែលចំណាយនៅពេលវេលាយ៉ាងវិសេសតាមដានស្ដាប់សូមជូនពរអ្នកទាំងអស់គ្នាបាននៅពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈជម្រាបលាអ្នកទាំងអស់គ្នា